នេះគឺជាតំបន់តាមជ្រលងភ្នំមានឈ្មោះថាហាឡុងស្ថិតនៅក្នុងប្រទេសវៀតណាមនៅក្នុងតំបន់នេះមានកោះចំនួន1600ទឹកសមុទ្រមានពណ៌ខៀវដ៏ស្រស់ស្អាតនេះជាតំបន់ទាក់ទាញភ្ញៀវទេសចរចូលចិត្តមកទស្សនានៅទីនេះជារៀងរាល់ឆ្នាំនៅទីនេះក៏មានសណ្ឋាគារនិងភោជនីយដ្ឋាននៅលើកោះដែលធំជាងគេហើយក៏មានសត្វប្លែកៗនិងស្រស់ស្អាតនៅលើកោះតូចក្នុងតំបន់នេះផងដែរបើក្រឡេកទៅមើលថ្មដុះមានកម្ពស់ខ្ពស់ទ្រង់ទ្រាយនឹងសន្តានរបស់ថ្មគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ភ្ញៀវទេសចរអាចជិះទូកបុរាណទស្សនាទេសភាពដ៏ស្រស់ស្អាតតាមកោះក្រៅពីសកម្មភាពទាំងនេះពួកគេក៏អាចចុះដើរផ្ទាល់នៅតាមតំបន់ខ្លះនេះគឺជារូងថ្មភ្ញៀវទេសចរអាចជិះទូកតាមប្រហោងដែលមានភាពត្រជាក់នៅពីក្រោមថ្មដ៏ពិសិដ្ឋទាំងនេះក្រៅពីនេះភ្ញៀវទេសចរដែលចូលចិត្តឡើងភ្នំក៏អាចឡើងទៅកំពូលទស្សនានៅលើកំពូលដែលមានរុក្ខជាតិពណ៌បៃតងខ្យល់ត្រជាក់និងគយគន់ផ្ទៃទាំងមូលនៃតំបន់ហាឡុងនេះផងដែរជ្រលងភ្នំហាឡុងគឺជាទីកន្លែងមួយដ៏អស្ចារ្យក្នុងចំណោមកន្លែងស្រស់ស្អាតនៅលើភពផែនដីយើងនេះ